បាទសួស្តីបងប្អូនអ្នកស្រាវទាំងអស់គ្នាថ្ងៃនេះខ្ញុំចុះមកខាងកំពង់ធំហើយស្រូវចាប់ផ្ដើមបែកទេបងប្អូនបែកជា20%ហើយអញ្ចឹងនេះគឺវីដេអូទី2ខ្ញុំចុះមកខាងកំពង់ធំអញ្ចឹងខាងនេះក៏ដូចគ្នាដែរគឺបែកហើយចេញអត់ទាន់ស្រស់ទេអញ្ចឹងចាំមើលទីទៀតខ្ញុំក៏បាញ់ជាមួយនឹងពពួក Gold Plus ដើម្បីបំពេញក្របបន្ថែមគុណភាពក្របធ្វើក្របស្អាតហើយក៏បូកជាមួយនឹង Bio Gold Plus ដែរអញ្ចឹងស្រូវដើមដងកពស់កពគឺសំរុំចឹងការមកវគ្គមុនគឺខ្ញុំមកបានស្រូវអាយុបាន1ខែឥឡូវស្រូវបែកហើយបាន20-30% ហើយចឹងស្រូវនេះគឺខ្ញុំចុះមកមើលនេះគឺចង់ដឹងដំណាក់កាលនៃការលូតលាស់ពីមួយវគ្គទៅមួយវគ្គពីដំណាក់កាលទៅដំណាក់កាលតើក្រោយពេលដែលបានប្រើប្រាស់ជាមួយនឹងផលិតផលខាងក្រុមហ៊ុនសេះមាសតែស្រូវនឹងវាលូតលាស់បានប៉ុណ្ណាហើយគុណភាពយ៉ាងម៉េចដែរហើយវាមានបញ្ហាប្រឈមដែរក៏អត់អញ្ចឹងមកមើលថ្ងៃនេះគឺអត់អីទេមើលទៅឃើញថាស្រូវល្អហើយស្រូវនេះជាប្រភេទស្រូវ OM បងប្អូន5451ចឹងយើងគ្រប់គ្រងស្មៅជាប់យើងបាញ់ការពារជាមួយសត្វល្អិតហើយនឹងនៅវគ្គស្រូវបែកនេះយើងបាញ់ជាមួយនឹងពពួកពពេញបន្ថែមក្របស្រូវធ្វើឲ្យស្រូវបែកស្រស់លឿនធ្វើស្រូវក្របភ្លឺស្អាតហើយថ្នាំជំងឺក៏យើងបានបាញ់រួចរាល់ដែរអញ្ចឹងយើងនៅសល់ប្រហែលជាខ្ទង់ថាប្រហែលជា2-3 ដងទៀតគឺរួចរាល់ហើយបងប្អូនអញ្ចឹងពេលដែលស្រូវហាផ្កាបែកស្រស់យើងចុះបាញ់Gold PlusបូកជាមួយនឹងBio Gold Plusតាមភ្លឺរៀងធំល្អមានដូចជាមានស្នាមកដោដែរនេះដោកាត់កនេះបាយបានរៀងច្រើនជាងចឹងនេះនៅខាងកើតស្ទឹងនៅខាងលិចស្ទឹងនោះអត់បានចុះទៅទេជាមួយវគ្គក្រោយទៀតសូមដែរបងប្អូនបានមើលពីស្រូវបងប្អូនប្រុសនៅខាងកំពង់ធំហើយគាត់ជឿជាក់ប្រើប្រាស់ជាមួយនឹងផលិតផលរបស់ខាងខ្ញុំពីមួយវគ្គទៅមួយវគ្គចឹងស្រូវបែកហើយយើងនៅបន្តបាញ់
ចន្លោះប្រហែលជា2ឬក៏3វគ្គទៀតគឺរួចរាល់ហើយបងប្អូនចឹងវាមានជំងឺហើយជាបញ្ហាចោតវាសត្វល្អិតអីទេគឺយើងនៅរងចាំមើលតើពេលដែលស្រូវបាយស្រស់យើងបាញ់ប្រព័ន្ធបន្ថែម2ឬក៏3វគ្គទៀតគឺរួចរាល់ហើយចឹងនៅមកចែងបាយស្ទឹងនេះគឺពូគាត់ធ្វើប្រហែលជា5ហាត់ទេបងប្អូនគាត់ទៅខាងលិចស្ទឹងនោះណាគឺគាត់ធ្វើជិត20ហាត់តែខាងនោះតើគាត់ឆ្លងដរទៅបានយើងទៅកើតចុះថ្ងៃនេះខ្ញុំឆ្លៀតពេលមកធ្វើវីដេអូទុកចែកម្លែកភាសាថ្ងៃនេះមានកម្មវិធីប្អូនស្រីហើយក៏ឆ្លៀតមកថតស្រូវចងក្រងទឹកជាឯកសារទុកបង្ហាញដល់បងប្អូនប្រជាកសិករដែលកំពុងតែធ្វើស្រូវប្រាំងក៏ដូចជាចង់ចែកម្លែកនៅបច្ចេកទេសនៃការប្រើប្រាស់ផលិតផលខាងក្រុមហ៊ុនសេះមាសចឹងខាងខ្ញុំមានផលិតផលសម្រាប់ដំណាក់កាលនីមួយៗគឺយើងមានក្នុងការបាញ់បំពន់ការពារសត្វល្អិតការពារជំងឺចឹងខ្ទមនោះគឺគោលរបស់ខ្ញុំពេលដែលខ្ញុំចថតគឺខ្ញុំតែងតែថតខ្ទមនៅប៉ែស្រែហ្នឹងទុកដើម្បីផ្ទៀងផ្ទាត់ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលមើលការថតបិទយករូបភាពស្រូវបងប្អូនប្រុសនៅខាងកំពង់ធំតែគាត់ជឿជាក់នឹងប្រើប្រាស់ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនសេះមាសហើយបើសិនបើពុកម៉ែបងប្អូនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងមកខ្ញុំបានផ្ទាល់បានតាមរយៈលេខទូរស័ព្ទពីប្រព័ន្ធគឺ016 73 75 និង47 097 999 10 គុតនិង28ចឹងខ្ញុំបាននឹងចែកម្លែកនៅចំណេះដឹងដូចជាបច្ចេកទេសនៃការប្រើប្រាស់ផលិតផលសេះមាសចឹងគណៈពេលនេះខ្ញុំបាទអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នាអរគុណ